អ្នកប្រាជ្ញគិតថាជំងឺបាក់ទឹកចិត្តកម្រិតស្រាលស្ដាប់ទៅដូចជាជំងឺបន្តិចបន្តួចប៉ុន្តែវាមិនមែនដូចជាអ្វីដែលអ្នកកំពុងគិតនេះនោះទេបើតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺវាពិបាកខ្លាំងណាស់វាពិបាកស្ទើរតែមិនចង់រស់ម្ដងទៅហើយបើនិយាយតែប៉ុណ្្នឹងអ្នកប្រាជ្ញមិនទាន់យល់ពីអារម្មណ៍នៃជំងឺមួយនេះនោះទេដូច្នេះខ្ញុំអាចទាញឲ្យអ្នកស្ទង់ទៅនឹងឧទាហរណ៍បែបនេះវិញយើងថាពិបាកចិត្តធម្មតាវាធ្វើឲ្យយើងមានអារម្មណ៍ថាពិបាកទៅហើយប៉ុន្តែសម្រាប់ជំងឺបាក់ទឹកចិត្តមួយនេះវិញគឺវារឹតតែពិបាកជាងយើងពិបាកចិត្តធម្មតានេះរាប់រយពាន់ដងទៅទៀតដូច្នេះប្រសិនបើអ្នកកំពុងតែមានជំងឺបាក់ទឹកចិត្តនេះវាពិតជាពិបាកខ្លាំងណាស់ដើម្បីជួយខ្លួនឯងឲ្យរួចផុតពីជំងឺដ៏កាចសាហាវមួយនេះប៉ុន្តែយ៉ាងណាមិញប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពស្រាលនៅឡើយវានៅតែមានឱកាសច្រើនក្នុងការព្យាយាមព្យាបាលដល់ខ្លួនឯងបានទាំងនេះគឺជាផ្នែកមួយដែលបានដកស្រង់ចេញពីសៀវភៅបាក់ទឹកចិត្តនិងមានចំណុចល្អៗជាច្រើនទៀតដែលលោកអ្នកគួរតែស្វែងយល់អំពីសៀវភៅមួយក្បាលនេះ